Bà sụt đấy là ngày chân dương một bà tò mê riêng phần dương bà tò tiết chân nhung ạ khan video dù đài đời xa ta nhung bà đã sai ọ khlang page là ngày ọ bà có bát bà cho nó page đang dạy dù vật cả đó bà chân thơ bạn nhung dục mấy nhung chỉ dìm phơ video đã bàn tay có page chân tới nhung có ọt phơ bình chân á bà là ngày chẳng là bà xin thì nó bê nà đây nhung phơ video tới bà xin thì anh nhung xôm chia sẻ bằng bà nà ngay chẳng là dân mà bà tò mê riêng phần dân bà tò tiết máu bà chẳng là mê riêng nhớ nó không có lại cả cụ lại ní cứ admin em bà chẳng là quay đại bà cứ lại ní bà lại ní đời xa thì dân admin detail ad group chung rồi chẳng là nhung bà chẳng lại ní nhung mà lại ní để cho admin ấy bà cụ thế bà lại ní bà chẳng bạc cả plan lại ní bán cô rủ riêng năng bán nhưng extrude vô màu đó bà năng ngày chẳng ngày nhung từ bà hàng cái lại cụ lại ní đó bà lại ní cho nó đại dương từ riêng bắt thèm bà lại ní chẳng cho nó cái lại ní nhung kết hà ai cụ bà đó bà chẳng ngàyក្នុងវីដេអូទី1ដែលខ្ញុំមានធ្វើកន្លែងនេះបាទបង្ហាញដែរបាទកន្លែងនេះហ្នឹងហើយចឹងហើយចឹងខ្ញុំសង្ឃឹមថាកន្លែងនេះអាចគូបានបាទក៏គូហើយយើងធ្វើការពវល់វាមកបានទេបាទហ្នឹងហើយចឹងហើយយើងចូលទៅ fusion របស់យើងមកបាទហ្នឹងហើយអញ្ចឹងកន្លែងនេះគឺយើងមុនដែលយើងអាចគូវាបានយើងបង្កើតនៅ construction line construction plan មួយណាបាទអញ្ចឹងកន្លែងនេះយើងយក offset plan បាទបន្ទាប់មកយើងយកបែរទៅខាងនោះណាបាទបន្ទាប់មកយើងចាប់ទាញវាចេញនៅខាងនោះបាទយើងគូវាខាងនោះបាទបន្ទាប់មកយើងអូខេមកបាទយើងយក top បាទកន្លែងនេះយើងពវល់មកបាទពវល់ឲ្យដូចប្លង់មិនយើងនេះអញ្ចឹង plan មិនយើងនៅកន្លែងនេះណាបាទអញ្ចឹងបាទអញ្ចឹងខ្ញុំចុច plan មកនេះមកបន្ទាប់ខ្ញុំចុច create sketch បាទខ្ញុំឡើងបានចេះអញ្ចឹងកន្លែងនេះយើងអាចយក point មួយមកបាទ point មួយចាប់ចំណុចកន្លែងនេះមកបន្ទាប់មកយើងធ្វើការវាស់ពីចំណុចនេះមកចំណុចនេះគឺ50បាទអូខេនេះកន្លែងនេះ50ហើយបាទអញ្ចឹងបន្ទាប់មកទៀតយើងមកមើលប្លង់របស់យើងកន្លែងនេះពីចំណុចកន្លែងនេះមកដល់កន្លែងនេះ50បាទហើយគេប្រាប់ពីចំណុចកន្លែងបាទកន្លែងនេះគឺជាកន្លែងគិនកន្លែងនេះបាទចេញមកដល់នេះហ្នឹងគឺមានគេប្រាប់ចេញពីកណ្ដាលនេះណាបាទគឺ57ណាបាទបាទគឺ57ហ្នឹងហើយបាទរកអនឹងសូមអធិស្ឋានផងបាទចឹងកន្លែងនេះពីចំណុចនេះទៅចំណុចកន្លែងនេះ57បាទ57នេះគឺចំកន្លែង center វងនេះបាទហ្នឹងហើយចឹងកន្លែងនេះយើងអាចដៅចំណុចបាទដៅចំណុចបាទឬក៏យើងត្រូវគូស slot នេះវែងទៅលើខាងនេះណាបាទអញ្ចឹងមុននឹងយើងគូសកន្លែងហ្នឹងណាបាទយើងទៅវាស់នេះសិនបាទវាស់វាសិនឥឡូវខ្ញុំសុំលុបអានេះចោលបាទកន្លែង sketch កន្លែងនេះខ្ញុំលុបដែរបាទអញ្ចឹងយើងវាស់កន្លែងកម្មកោងមិនយើងនេះដើម្បីវាស់បានខ្ញុំមកបើកកន្លែងនេះមកបើកភ្នែកវាកន្លែងនេះបាទបន្តមកទៀតយើងវាស់បាទយើងវាស់កន្លែងចំណោលកោងមិនយើងនេះកន្លែងនេះបាទចឹងពេលយើងអាចម៉ាកកន្លែងនេះចំណាំមួយមកកន្លែងនេះយើងពីចំណុចនេះមកចំណុចនេះគឺគេឲ្យ57ណាបាទ57នៅចំណុចកន្លែងនេះបាទចឹងហើយកន្លែងនេះមកដល់កន្លែងនេះគឺ9.5បាទចឹងកន្លែងនេះយើងយក9.5បាទនេះក៏នៅជាការវាស់សិនណាបាទវាស់
ពីចំណុចនេះមកដល់ចំណុចកន្លែងនេះចឹងកន្លែងនេះមានកម្ពស់ 22.8 ចឹងយើងយក calculator ប៉ុនយើងមួយមកបាទចឹងកន្លែងនេះ 9.5 បូកឲ្យនឹង 22.8 បាទស្មើ32ចឹងពីប្រវែងនេះមកដល់នេះគឺ32มันវាបត់ឡើងមកបាទកន្លែងហ្នឹងហើយនៅពេលដែលខ្ញុំប្រាប់ចឹងអត់យល់ទេអញ្ចឹងឥឡូវតាមខ្ញុំមួយសិនណាបាទអញ្ចឹងខ្ញុំមកមើល drawing មិនយើង drawing មិនយើងអឺ slot ប៉ុនយើងកន្លែងនេះគឺវាបត់ចាប់ពី50នេះអញ្ចឹងប្រវែង0ប៉ុនយើងគឺពីប្រវែងនេះមកដល់ប្រវែងនេះគឺ98បាទ98នេះយើងយក98នេះដក50ចេញដល់សល់48អញ្ចឹងកន្លែងនេះពីចំណុចនេះមកដល់ចំណុចខាងលើនេះបាទគឺ48ណាបាទអញ្ចឹងកន្លែងនេះយើងបូក48ទៀតមកបាទគឺបាន80ណាបាទកន្លែងពីចំណុចនេះមកដល់ចំណុចនេះគឺបាន80ណាបាទចឹងយើងទៅគូសសិនទៅបើសិនជាអត់ត្រូវយើងអាចឲ្យកែបានអូខេអញ្ចឹងឥឡូវយើងចូលសិនមកបាទអញ្ចឹងហើយយើងត្រូវ create construction plan មួយអូខេបន្ទាប់មកយើងចុចទៅលើ construction plan មិនយើងបន្ទាប់មកយើងចុច create បាទបន្ទាប់ពី create មកឥឡូវនេះយើងដៅចំណុចដូចមិញអញ្ចឹងដៅចំណុចត្រឹមនេះមកបាទបន្ទាប់មកទៀត escape ផ្ដាច់មកយក dimension នេះចាប់វាមកគឺ50បាទ enter បាទបន្ទាប់ពីនឹងហើយយើងចាប់ដើម create នៅ slot របស់យើង center របស់យើង create មកគឺ80យើងវាយថា80សិនបាទចុចមកបន្ទាប់មកទាញមកយើងវាយ12បាទ12របស់យើងស្មើនឹងកម្ម6បាទហ្នឹងហើយនេះអូខេអញ្ចឹងកន្លែងហ្នឹងយើងចាប់ទាញចេះណាបាទអូខេបន្ទាប់ប៉ុណ្ណឹងមកយើងនេះមកនេះហើយយើងទៅ view group របស់យើងបដូរ home បន្ទាប់មកយើង finish sketch មកបាទ finish sketch មកបន្ទាប់មកទៀតកន្លែងហ្នឹងយើងអាចធ្វើបានយើងប្រើនៅ comment មួយឈ្មោះថា comment emboss បាទ emboss នេះខ្ញុំធ្លាប់បានបង្ហាញហើយបាទចុចកន្លែងនេះមកបន្ទាប់មកនេះ face យើង select មកអញ្ចឹងវានឹងរត់ចែកបាទអញ្ចឹងកន្លែងនេះយើងវាយដក10មកតាមសាច់ដែលយើងតាមកម្រាស់កន្លែងនេះណាបាទអញ្ចឹងហើយយើងមើលទៅយើងចុចអូខេមកវាដាច់ទៅយើងនេះឃើញអត់វាដាច់ចេះអូខេចឹងកន្លែងនេះខ្ញុំសុំនេះបន្តិចមកចឹងកន្លែងនេះខ្ញុំមានអារម្មណ៍ថាដូចវែងជាងណាបាទយើងសាកយក inspection របស់មកបាទត្រូវហើយបាទហ្នឹងហើយអូខេចឹងកន្លែងនេះខ្ញុំចឹងកន្លែងនេះយើងមកមើល drawing របស់យើងបន្តិចមកបាទចឹងកន្លែងនេះយើងគេមិនមែន bubble ទេណាបាទគេ bubble ដែរប៉ុន្តែមិនមែនយក circular bubble ទេណាបាទកន្លែងនេះបាទកន្លែងនេះគេយកចូលនៅកន្លែង circular ដែរ pattern ណាប៉ុន្តែគេយកជា path pattern on path ណាបាទនេះចំណុចកន្លែងនេះអូខេអញ្ចឹងយើងទៅយកកន្លែងចំណុចហ្នឹងមកបាទយើងយក pattern on path ណាបាទបន្តមកទៀតកន្លែងនេះយើងយកជា feather បាទហើយកន្លែងនេះយើង select object របស់យើងមកបាទហើយបន្តមកយើងកន្លែងនេះយើងយក top បាទអញ្ចឹងកន្លែងនេះ pass យើងវល់មកបាទវល់យើងចាប់ទាញមកណាបាទចាប់ទាញមកចំនួន3ណាយើងចង់បានចំនួន3ប៉ុន្តែនៅពេលដែលយើងចាប់ទាញទៅយើងមើលផងយើងវារត់ត្រង់ចេះរត់ត្រង់អញ្ចឹងកន្លែង orientation ណាយើងមកមើលកន្លែង orientation
បាទកន្លែងនេះយកគឺយកថា identical identical នេះវារត់ត្រង់តែយក past direction វានឹងដូរចែឃើញអត់បាទអញ្ចឹងកន្លែងនេះយើងអាចកំណត់ប្រវែងបានបាទអញ្ចឹងកន្លែងនេះយើងមកមើលកន្លែងនេះមកកន្លែងនេះគេអត់កំណត់ប្រវែងទេគេអត់ប្រាប់យើងទេណាបើសិនជាប្រាប់យើងងាយស្រួលណាបាទអញ្ចឹងកន្លែងនេះបន្ទាប់ពីខ្ញុំឧទាហរណ៍ថាខ្ញុំយកប៉ុណ្ណឹងចោះណាបាទយក58ខ្ញុំយក58បាទយក58បាទអញ្ចឹងយើងអូខេមកបាទអញ្ចឹងយើងមកមើលនៅខាងនេះមានមួយទៀតណាមួយទៀតយើងអាចយកដែលវិញមកដូចដែលមិញហ្នឹងបាទបន្តមកទៀតកន្លែង feature ដែល object យើង select បាទយើង select តែមួយនេះមកបាទបន្តមកយើងធ្វើការselect pass បាទបើខាងនេះអញ្ចឹងអានេះយើងទាញយកតែមួយទេបាទយើងយកពីរមកបន្តមកកន្លែងនេះ direction នេះយើងយក pass បាទខ្ញុំឧទាហរណ៍ប៉ុណ្ណឹងណាបាទនេះឧទាហរណ៍ប៉ុណ្ណឹងថាប្រវែងវាពីថាប៉ុណ្ណឹងចុះណាបាទប៉ុណ្ណឹងណាខ្ញុំឧទាហរណ៍ដោយសារគេអត់ប្រាប់ប្រវែងអញ្ចឹងមើលទៅរៀងតូចធំកន្លែងយើងអាច edit បានតិច edit pass បាទខ្ញុំយកត្រឹមនេះចុះណាបាទអូខេបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយបាទបន្ទាប់ពីបានប៉ុណ្ណឹងអត់មានអីទេយើងអាចធ្វើការពង្វិលវាបានយើងយក pattern នេះយើងយកជា circular បន្ទាប់មកយើង select ទាំងអស់មកបាទ select path របស់យើងទាំងអស់បាទបន្ទាប់មកយកកន្លែង axis នេះពង្វិលវាមកបាទ3ចំណុចណាបាទហ្នឹងហើយនេះបាទរៀងតឹងហ្នឹងហើយនេះតែយើងបានរូបយ៉ាងមកបាទចឹងកន្លែងដោយសារតែយើងអត់មានប្រវែងចឹងនៅពេលដែលយើងដាក់ធំពេកទៅវាអាចគៀបអាកន្លែងនេះអាចចំណុចកន្លែងនេះបាទចំណុចខាងលើនេះបាទអូខេអញ្ចឹងខ្ញុំមកមើលប៉ុនយើងទៀតមកអានេះដោយសារតែគេអត់ប្រាប់ប្រវែងអញ្ចឹងខ្ញុំធ្វើត្រួសដើម្បីបានមើលឲ្យបានយល់ថាហ្នឹងគេគូសមិនណាបាទបន្តមកទៀតយើងមកគូសនេះបាទគូសឡើយនេះបាទអញ្ចឹងគូសកន្លែងនេះអត់មានអីបាក់គូសទេបាទអញ្ចឹងកន្លែងនេះយក construction line ដែរបាទយើងយកខាងក្រោមបន្តមកយើងបដូរយើងទាញទៅដាក់មកដល់កន្លែងនេះផងយើងមកនេះមកដល់ចំណុចនេះផងយើងមកបាទកន្លែងហ្នឹងត្រឹមហ្នឹងបាទបន្តមកយើងអូខេមកបាទអូខេអញ្ចឹងកន្លែងនេះយើង select កន្លែងនេះដើម្បីគូសបាទនេះបាទយើងត្រឡប់ចែបន្តមកកន្លែងនេះយើងអាចគូសយើងមកមើល drawing បាទកន្លែងនេះគេយកត្រឹមនេះបាទអូខេអញ្ចឹងកន្លែងខ្ញុំគូសរង្វង់មួយនៅចំចំណុចកន្លែងនេះខ្ញុំឧទាហរណ៍ណាបាទកន្លែងនេះបាទយើងទាញមកនេះគឺ12បាទចឹងកន្លែងនេះយើងអាចកំណត់ line នេះមកដល់លេងមកយក line មួយទៀតគូសពីនេះមកដល់ចំណុចនេះបាទចឹងកន្លែងនេះយើងឲ្យមុំនេះគឺ12បាទអធិស្ឋានហ្នឹងហើយអូខេបន្តមកយើងទាញវងនេះមកនេះវងតូចនេះយើងឃើញថាវងតូចប៉ុណ្ណឹងនេះចំឡាញកន្លែងនេះអញ្ចឹងវងកន្លែងនេះគេប្រាប់ទំហំតែយើង10ណាបាទ10នេះយើងដាក់10នេះមក10មកទៀតយើងមកមើលផងយើងទៀតមកនេះយើងមកមើលបាទយើងមកមើលខាងនេះមកចឹងគេប្រាប់កម្មកន្លែងនេះគឺAdam 8បាទចឹងកន្លែងនេះយើងអាចយក circle នេះទាញមក18គុណឲ្យនឹង2បាទប៉ុណ្ណឹងមកបាទ
បន្ទាប់មកទៀតយើងអាចភ្ជាប់ថាយើងភ្ជាប់វាម្នេះភ្ជាប់វាត្រឹមនេះចុះនេះត្រឹមនេះណាអូខេនៅដោយសារតែយើងអត់មានຂະຫນາດត្រឹមត្រូវដល់ពេលអញ្ចឹងដល់ពេលដែលយើងគូសទៅយើងស្មានបណ្ដោយអ្នកឃើញអត់បាទបន្តមកទៀតកន្លែងនេះយើងយកជា tangent បាទឲ្យ tangent គ្នា tangent អូខេចឹងកន្លែងយើងភ្ជាប់វាតាមកម្មនេះមកនេះភ្ជាប់តាមកម្មនេះមកចឹងកន្លែងនេះយើងអាចចាប់ចំណុចនេះមកដល់ចំណុចនេះនេះត្រឹមនេះមកណាបំពង់វាត្រឹមស្នាមនេះមកបន្តមកកន្លែងនេះយើងអាចយក extend តិចមកនេះឲ្យភ្ជាប់គ្នាកន្លែងនេះឲ្យជាប់គ្នាបាទហ្នឹងហើយបន្ទាប់ពីហ្នឹងយើងត្រៀមមកកន្លែងខ្ញុំឧទាហរណ៍ថាទំហំប៉ុណ្ណឹងចុះណាបាទហ្នឹងដោយសារតែនៅក្នុងប្លង់អត់មានណាអាចយើងលុបចេញមកនេះអញ្ចឹងកន្លែងណាដែលយើងអត់យកទេយើងលុបចោលបាទយើងនៅសល់បានប៉ុណ្នេះបាទអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងយក extrude មកបាទ extrude មកយើងទាញចុះក្រោមមកទាញចុះក្រោមនេះយើងមកមើលបាទយើងមកមើលទាញចុះមកប្រកាសជាដាច់សាច់បាទអញ្ចឹងកន្លែង profile នេះយើងយក object យើង select object ផងយើងមកវានឹងរត់ត្រឹម object ផងយើងហើយកន្លែងនេះយើងយកជា join បាទ join នេះមកឃើញអត់បាទវានឹងជាប់ជាយើងបាទបន្ទាប់មកយើងអូខេមកបាទយើងបានសាច់ហ្នឹងបន្ទាប់ពីហ្នឹងយើងធ្វើការពវល់វាមកបាទអញ្ចឹងក្នុងហ្នឹងអត់មានអីបាក់ទេបាទពវល់មកនេះ select មក3បាទ3អូខេអញ្ចឹងយើងបាន3នេះបាទឃើញអត់បាទនឹងដោយសារតែយើងអត់មានប្លង់យើងចេះតែគូសបាទចេះតែគូសបាទហ្នឹងហើយបាទអញ្ចឹងហើយបន្តមកទៀតយើងមកមើលអាកន្លែងក្លុកនេះអាកន្លែងក្លុកនេះវាអត់មានអីបាក់គូសទេបាទកន្លែងហ្នឹងបាទកន្លែងនេះយើងអាចកន្លែងហ្នឹងយើងអាច create plan មកបាទ create plan 12បាទកន្លែងនេះខ្ញុំអាចយក plan angle បន្តមកទៀតខ្ញុំអាច select plan នេះបាទខ្ញុំអាចពវល់បាទចឹងឡើយខ្ញុំ cancel ចោលខ្ញុំអត់យកវិញបាទហ្នឹងហើយកន្លែងនេះយើងអាចនេះយើងមកមើលជាមួយនេះបាទអញ្ចឹងយើងអាចគូសពីកន្លែងនេះយើងអាច create plan ឡើយនេះ create plan ហ្នឹងយើងគូសមួយមកយើងខាត់ខាត់វាបន្តិចទៅបាទហ្នឹងហើយបាទចានៅសល់កន្លែងនេះបន្តិចហ្នឹងខ្ញុំសាកយកទៅរៀនគូសខ្លួនឯងបាទហ្នឹងហើយកន្លែងនេះខ្ញុំទុកជាលំហាត់ឲ្យគូសណាបាទដើម្បីឲ្យយើងបានគិតខ្លះបាទកន្លែងហ្នឹងបាទចឹងហើយបើសិនជាអត់គូសទេចាំខ្ញុំទៅបង្ហាញណាបាទចឹងខ្ញុំអត់សូវស្រួលខ្លួនមកចឹងខ្ញុំសូមបញ្ចប់វីដេអូប៉ុណ្នេះសិនណាបាទចាំជួបគ្នានៅវីដេអូមេរៀនបន្តទៀត